រដ្ឋសភានៃប្រជាជាតិកម្ពុជានិងសូមបួងសួងជូនពរជ័យដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាđại bị chừng ơi đại bị chừng đại đang chừng cái đại chừng ơi đấyគឺយើងឈ្នះទាំងអស់គ្នាសូមអរគុណទៅដល់គូបាទទីក្រុមកម្មវិធីបង្កសង្គ្រាមដែលបានធ្វើការប្រគល់ពីពេលបាច់នេះអត់ដែលបានអញ្ជើញចូលរួមបង្ហាញទៅពីស្នេហ៍ស្នាមពិសេសគឺអំណរសាទរឆ្នាំថ្មីសម្រាប់ឆ្នាំថ្មីនៅលើទឹកដីនៃខេត្តសៀមរាបជាមួយនឹងព្រឹត្តិការណ៍អង្គរសង្គ្រាមយើងខ្ញុំសាទរអង្គរសង្គ្រាមសម្រាប់អាដាមមួយជំនឿពីវិទ្យាមកជំនាញក្រុមជំនាញមន្ត្រីព្រឹត្តិការណ៍អង្គរសង្គ្រាមដែលបានរៀបចំតាំងពីឆ្នាំ2013ដោយទទួលបាននឹងការគ្រប់គ្រងពីប្រមុខរដ្ឋាភិបាលកម្ពុជាជាពិសេសព្រឹត្តិការណ៍នៃពិធីបើកព្រឹត្តិការណ៍អង្គរសង្គ្រាមនេះសូមសម្ដែងសាទរជូនដល់អង្គរសង្គ្រាមហើយសាទរជាមហាគ្រួសារខ្មែរបង្ហាញឲ្យឃើញពីការរួមគ្នាអង្គរសាទរឆ្នាំថ្មីសម្រាប់ប្រទេសយើងជាមហាជាតិរបស់ជាក្រុមជំនាញមន្ត្រីយើងក្នុងពេលនេះគោលដៅអង្គរសង្គ្រាមឆ្នាំ2025បានត្រៀមខ្លួនដើម្បីធ្វើការបង្ហាញជូនដល់សម្រាប់តែដល់ប្រជាជននៅក្នុងប្រទេសយើងគឺប្រព័ន្ធអាមេរិកពីព្រឹកថ្ងៃរបស់ប្រកាសអង្គរសង្គ្រាមនៅក្នុងពេលនេះយើងខ្ញុំពីនេះគឺយើងសូមគោរពអញ្ជើញសម្រាប់មហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាព្រមសាទរកម្ពុជា
ងរបស់យើងនៅក្នុងការផ្សារភ្ជាប់ចម្ងាយបង្កើតទៅជាសម្លេងតន្ត្រីដ៏ទាក់ទាញ មានរសជាតិឈ្ងុយជួនខេត្តកំពតដែលជាផែនទេវតាឆ្នាំថ្មីចាក្បួននាំមុខដែលកំពុងតែបង្ហាញជូនមុខសម្ដេចគណៈធិបតីនិងអង្គពិធីទាំងមូលក៏ដូចជាបងប្អូនជាទេសចរជាតិនិងអន្តរជាតិបងប្អូនមហាជនខ្មែរបានតាមដានទស្សនានៅពេលនេះគឺជាក្បួនចារួមរបាំផ្លិតដែលសម្ដែងដោយចាសិល្បករសិល្បករនេះដ៏ស្រស់ស្អាតរបស់យើង នាំមុខខេត្តទេវតា
ជាបន្តគឺជារបាំទេពមនោរម្យដែលសម្ដែងជូនដោយសន្និសិទមកពីសកលវិទ្យាល័យជាតិគ្រប់គ្រង ផែនជាបន្តគឺជាផែនទេវតាឆ្នាំថ្មីព្រះនាងគោរគៈទេវីដែលជាបុត្រីទី2កបិលមហាព្រហ្មដែលនឹងយាងមកអភិបាលក្រុងកម្ពុជានៅក្នុងឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568ឈានចូលពុទ្ធសករាជ2569គ្រិស្តសករាជ2025 យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រោះព្រំនៅពរសព្វសាធុការសិរីមង្គលជូនដល់ថ្នាក់ដឹកនាំកម្ពុជានៃប្រជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃប្រជាណាចក្រកម្ពុជានិងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសូមគ្រប់ជូនពរសម្ដេចមហារដ្ឋសភាធិការធិបតីខួនសូណារីប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជានិងសូមបួងសួងជូនពរជ័យដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ច័នមនីព្រមទាំងក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងក្រៅប្រទេសសូមមានចាគឺផែនចាគឺយើងកំពុងតែធ្វើការបង្ហាញជូនចំពោះមុខគណៈអធិបតីចាគឺសម្រាប់ចាវគ្គទី2គឺឧត្តមមរតកដែលជាផែនដំបូងគឺបង្ហាញអំពីស្បែកធំដែលជាការសម្ដែងនៅចាឈុតឆាកល្ខោនស្បែកធំដែលមានជាមួយនឹងការបង្ហាញជូនដោយក្រុមសិល្បករសិល្បករនេះដែលមកពីចាវត្តមានរបស់យុវជនស្ម័គ្រចិត្តដែលមកពីវត្តបូហើយនឹងចា ICT សូមអរគុណដល់ស្លាប់